បាទសួស្តីនេះជាសកម្មភាពថ្ងៃទី29បាទទៅថ្ងៃសិលមិញដែលក្រុមការងាររបស់ពួកខ្ញុំគាត់នាំគ្នាទៅលេងខាងអីគេរមណីយដ្ឋានភ្នំក្រោមតែមុននឹងទៅក៏មិនភ្លេចដែរ selfie ម្នាក់ផុសសិនហ្នឹងហើយនេះជាសកម្មភាពការធ្វើដំណើរតាមដងផ្លូវហ្នឹងហើយគឺនេះនៅលើភ្នំនៅលើជាគេភ្នំឡើយទេអត់ទាន់បានទៅដល់លើទំពូកភ្នំទេហ្នឹងហើយមកដល់កន្លែងនេះតង់ទី1នៅជាគេភ្នំឡើយទេប៉ុន្តែទេសភាពមើលទៅស្រស់ស្អាតមែនទែនតែយើងអត់ទាន់ដល់លើទេហ្នឹងហើយតែដូចជាអត់បាននៅកន្លែងហ្នឹងទេមិនដឹងយ៉ាងម៉េចដែរហើយសម្រាប់ខាងអ្នកគ្រូស្រស់ស្អាតនេះវិញឃើញកាមេរ៉ានិយាយថាអត់បានហ្មងអញ្ចឹងហ្នឹងហើយឥឡូវយើងដូចជាអត់បាននៅកន្លែងហ្នឹងទេហ្នឹងហើយទីបំផុតយើងបានមកដល់កន្លែងម្ដងទៀតមកលើទៀតគឺលើកពូលភ្នំតែម្ដងហ្នឹងហើយឥឡូវក្រុមការងារគាត់កំពុងរៀបចំកន្លែងទទួលទានហ្នឹងហើយមើលពេលមកដល់លើបានដឹងថាទេសភាពស្រស់ស្អាតមែនទែននៅខាងរមណីយដ្ឋានភ្នំក្រោមហ្នឹងហើយនេះជាលោកគ្រូធីរ៉ាហ្នឹងហើយគាត់រៀបចំបង្កាត់ភ្លើងដើម្បីអាំងសាច់ហ្នឹងហើយស្រីស្អាតនេះវិញបើឃើញសាច់ចិត្តឆ្អិនហើយគឺមិនឆ្ងាយពីចក្រានម្ដងហើយមើលទៅរៀបចំតែមើលលោកគ្រូវ៉ែនតានេះវិញគាត់ទៅដល់ភ្លាមគឺអត់ឲ្យទុកពេលវេលាឲ្យកាន់តែនេះទេគឺគាត់រៀបចំដាក់តែម្ដងហ្នឹងហើយនិយាយទេបើធ្វើឲ្យអ្នកកម្មវិធីយើងញ៉ាំកម្មវិធីកាត់តែសប្បាយអញ្ចឹងណាហ្នឹងហើយថ្ងៃនោះដែរក៏មាននៅចិត្តក្នុងហ្នឹងក៏គេធ្វើដូចជាបុណ្យកឋិនគេមានចាក់បាសកំដរនៅនឹងដែរពីសំណាងមែនតើដាក់ sticker ទៅដែរប៉ុន្តែដូចជាអត់បានចាក់ទេដោយសារអត់ភ្លើងហ្នឹងហើយចំណែកគូធីរ៉ានេះឃើញស្រីស្អាតបានគឺទៅអែបគេតែម្ដងស្អីរំខានដល់គេអញ្ចឹងណានិយាយលេងទេហ្នឹងហើយយើងបកមកមើលទេសភាពនៅជុំវិញក្នុងក្រៅវិញគឺទេសភាពស្អាតមែនតើនៅវេលាម៉ោងជា6:56ហ្នឹងគឺល្អណាស់ហ្នឹងហើយឥឡូវយើងបកមករកកម្មវិធីរបស់យើងវិញស្រីស្អាតឃើញកាមេរ៉ាមិនបានតែម្ដងហ្នឹងហើយយើងចប់កម្មវិធីឥឡូវយើងមកផ្ទះវិញហើយគឺបើសម្រាប់អ្នកគ្រូម្នាក់នេះគាត់លក្ខណៈថាដូចជាហ្វូឡានពេលខ្ញុំសួរគាត់ទៅគាត់ថាអីទេតែខ្ញុំមើលអារម្មណ៍របស់គាត់ទៅគឺគាត់អង្គុយប្រឹងតែម្ដងហ្នឹងហើយធីរ៉ាគាត់លក្ខណៈមួយគាត់ family គាត់ happy អញ្ចឹងណាហ្នឹងហើយអ្វីដែលខ្ញុំចាក់អារម្មណ៍គឺអ្នកគ្រូព្រីម៉ាគាត់ភ័យបាទអរគុណសម្រាប់ការទស្សនាការបញ្ចប់ការទស្សនកិច្ចការកម្សាន្តនៅថ្ងៃអាទិត្យទី29នេះគឺ